ផ្លូវជ័យឬខ្លោងទ្វារជ័យហ្នឹងណាអញ្ចឹងហេដ្ឋារចនាសម្ព័ន្ធសំណង់បុរាណទាំងអស់នៅតាមដងផ្លូវហ្នឹងឬនៅលើអផ្លូវហ្នឹងយើងត្រូវតែធ្វើការលើកតម្លៃឲ្យវាមានគេហៅថាសមរម្យឡើងដូចសម័យបុរាណឡើងវិញណាព្រោះផ្លូវនេះសំខាន់ណាស់យើងគិតមើលយើងគិតមើលសូម្បីតែពាក្យក៏គេដាក់ចឹងណាផ្លូវជ័យខ្លោងទ្វារជ័យអីចឹងណាព្រោះស្ថិតនៅចំព្រះបរមរាជវាំងអញ្ចឹងយើងទុកចោលទុកអីក៏វាមិនសមរម្យដែរយើងកូនចៅជំនាន់ក្រោយបើយើងមានឱកាសយើងមានថវិកាយើងមានសមត្ថភាពលទ្ធភាពយើងត្រូវតែធ្វើកិច្ចការនឹងលើកតម្លៃឲ្យវាបានល្អប្រសើរឥឡូវនេះយើងបានជម្រាបសួរលោកបាទទូបាទជម្រាបសួរបាទឥឡូវនេះយើងកំពុងតែនៅទីនេះយើងហៅថាកំពង់ទឹកឬអាចហៅថាបរិយាកំពង់ទឹកខ្ញុំចង់ដឹងថាទូនាទីកន្លែងនេះជាស្អីគេបាទបាទអញ្ចឹងកន្លែងដែលយើងកំពុងឈរនេះជាកំពង់ទឹកបាទជាកំពង់ទឹកដោយសារវាស្ថិតនៅលើទំនប់របស់បរាយណាបាទបរាយនេះបរាយមានបុណ្យខាងកើតបាទបរាយនេះយើងហៅថាមានឈ្មោះកាលពីបុរាណប៉ុន្តែដោយសារបារាំងគាត់ហៅបរាយខាងកើតប៉ុន្តែពីបុរាណមកវាមានសិលាចារឹកនិយាយថាបរាយនេះឈ្មោះថាយុសសោថោតដាបាទជាបរាយតដានឹងបរាយហើយបូកជាមួយនឹងពនាមរបស់ព្រះជាយុសវ៉ាន់ទី1បាទចូលគ្នាបាទយើងស្គាល់បាទចឹងបរាយនេះហាក់បីដូចជានៅចំខ្លោងទ្វារជ័យបើយើងគិតទៅបាទបើយើងមើលបរាយហ្នឹងវានៅចំពីខ្លោងទ្វារជ័យហ្នឹងហើយកំពង់ទឹកនេះក៏នៅចំដែរបាទស្ថិតនៅលើជាមួយគ្នាជាមួយនឹងវាំងពិមានអាកាសនៅក្រុងកោធំណាអញ្ចឹងហើយបានជាយើងនាំគ្នាហៅថាជាគេហៅថាជាបរិយាកំពង់ទឹកអីចឹងណាបាទព្រោះស្ថិតនៅចំបោះប្រមរាជវាំងវាមិនមែនជារឿងចៃដន្យទេបាទអញ្ចឹងប្រហែលជាកន្លែងនេះមានតួនាទីសំខាន់ណាស់នៅក្នុងសម័យហ្នឹងណាសម្រាប់តែគេហៅថាមន្ត្រីធំឬព្រះជាសម្រាប់យាងចុះទូកឬឡើងទូកធ្វើដំណើរទៅកណ្ដាលបរាយហ្នឹងវាមិនមានប្រាសាទមួយប្រាសាទមេបុណ្យខាងកើតណាបាទអាចធ្វើដំណើរទៅតាមហ្នឹងបាទបើយើងមកឈរទីនេះគឺដើរកាត់មកគឺដើរកាត់ព្រៃតែម្ដងដោយសារតែពីប្រាសាទតកៅមកមានចន្លោះនោះព្រៃឈើហើយរៃយំច្រើនហើយខាងនេះយើងឃើញតែព្រៃបាទពីរដ្ឋកាលនេះគឺជាបរាយដែលមានទឹកពេញបាទហ្នឹងហើយបើជាបរាយដែលមានទឹកពេញប៉ុន្តែខ្ញុំឆ្ងល់ថាថៃបានជាខ្ញុំឃើញមានកំពង់ទឹកនេះមាននៅជ័យតដាមាននៅខាងលិចដែរហេតុអីបានជាមាននៅខាងលិចភាគច្រើនអត់មាននៅខាងកើតទេបាទវាចិត្តទេបើយើងមើលបរាយធំណាយើងមើលបរាយធំឧបមាថាបរាយខាងលិចដែលធំជាងគេនៅក្នុងស្រុកយើងនៅក្នុងពិភពលោកធំជាងគេដែលធ្វើដោយដៃមនុស្សណាយើងមើលទៅហាក់បីដូចជាអត់មានរចនាសម្ព័ន្ធជាកំពង់ទឹកអីច្បាស់លាស់ដូចអញ្ចឹងទេប្រហែលអាចមានពីឈើវិញក៏យើងមិនដឹងណាប៉ុន្តែអត់មានធំចេះទេខ្ញុំយល់ថាដោយសារអីដោយសារនៅចិត្តនឹងឬមួយថានៅខាងកើតនឹងឬនៅខាងលិចហ្នឹងវាអត់មានប្រាសាទណាដែលសំខាន់ណាសំខាន់ទៅអញ្ចឹងហើយបានជាអត់មានកំពង់ទឹកយើងមើលបរាយណាដែលមានប្រាសាទនៅពីមុខឧបមានិយាយមិញបរាយជ័យតដាមិញណាបរាយនិពន្ធនេះថាយើងវាមានប្រខណ្ឌប្រាសាទប្រខណ្ឌនៅពីមុខអញ្ចឹងហើយមុខមកមិនកំពង់ទឹកហើយបរាយនៅណាទៀតឲ្យថាបរាយលលៃយើងមើលបរាយលលៃក៏អត់មានប្រាសាទដែរនៅខាងលិចខាងកើតមិនអញ្ចឹងណាបរាយអន្តរដាហ្នឹងអត់មានប្រាសាទអីនៅអញ្ចឹងក៏អត់មានកំពង់ទឹកដែរបាទឬមួយមានដែរប៉ុន្តែធ្វើជាសំណង់ស្រាលខ្ញុំគិតថាប្រហែលជាមានណាធ្វើពីឈើធ្វើពីអីទៅហើយចំពោះកន្លែងនេះអត់មានប្រាសាទអីនៅពីមុខទេក៏ប៉ុន្តែមានអី
cứ miền vàng បាទ bà dương từ màn tịch tới màn chăng បាទ và dương mơ vì rụp thọt vì lơ vì ấy tới cứ tha cái lại nước thắt nước ạ chỉ môi kia chỉ môi năng vang vì miền là cắt tại mà đó chẳng hay bàn cái lại ní miền cái bông tật nè បាទ bà hay ông mà tha bà sa ở bên mê lia miền bà rai mới đây màn chăng បាទ miền bên mê lia bà rai chẳng cái lại chờ lo nó cái tay nhà thơ cái bông tật hay nơi bà tì chma cái chẳng này bà sa bà tì chma miền bà rai chứ chẳng thơ tầm miền មានកំពង់ទឹក จำพวกได้บรายนะได้อดเมียนประสาทได้เกี่ยมใหญ่มันได้เกี่ยบรายจากคลาได้เกี่ยประสาทบรายเลยอย่างนั้นนะ បាទ เคยเอาเมียนกับปงตะเกอันนั้นตามการกัดสังกัดบอกอย่างนั้นนะบ่า អូចឹងមានន័យថាកំពង់ទឹកនោះអាចថាដោយលោកមានប្រសាសន៍ថាអាចថាព្រះរាជាលោកទ្រង់យាងមកធ្វើដំណើរឡើងទៅជីទូកជីអីមកទៅបាទ บ่ายอมโยนไทยจังผัวธรรมดาที่โดยสร้างเมียนประสาทในกระดาษ បាទ จังเธอแต่เมียนการทั่วดำนาแต่การประสาทนั่นไง បាទ ให้ไปยังสมัยแต่สมัยได้โกยังตั้งชบ้าจะเมียนตะไก បាទ บ่าตะขวบปรางขวบภาษาอาจเมียนนะจังมันอาจเพื่อดำนาโดยมาเชิงโดยสัตว์โดยการได้เถอะแต่จีตูให้ បាទ บ่าจังยำกึศทากอะไรนี่ที่มวยได้ซากอะไรนี่บ่ยังมือตุ่มรงรูปเรียงทมนะ ធំបាទ ทมบ่ากระปงตักนี่ยังมือจะเมียนปีถนะนะปีถนะขังเลอนี่เมียนเรียงจีกะกระบาดยังเต้บ่ไว้ยังกึศเต้ทาบ่หาจี50 เมตร50 เมตรหลักการ50 เมตรเตียงทวง អូធំ บ่าให้บ้านคางคราวมาถนะในเตียน បាទ บาทขณะของโขมนั่นคือทาทางเชิงทบงนั้นใบถึง10 เมตร បាទ ให้บานเตอเล็กเกิดนี่มาเตอผมบนเมตรจังยังกึศได้ทมนะ ធំបាទ สมพมกระปงตั้งทมเหมือนเต้นจังชุบาเชียกระไรนั้นสำคัญให้บานกิเธอทมหรือยามบานแบบนั้นนะว่าชาทัดในจอมแปรบรมริจแวงอาจมีมันไตรอาจมีบริเชียจกตูกเตอตามเรื่องนังเจียมคาในบ่า បាទ ให้เบิกยมต่อแต่เตี้ยไปได้ยังเทอกับนายสลายเชียวนะ បាទ ปัจจุบันเทอกับนายสลายเชียวในขังบกนังจอมยังบานเคยเมียนใส่เกจอกเตอติดที่ยังเคยเมียนจีกำราใบเกลียมนะ បាទ ผมนะเตอปีบ่าแล้วยังลบได้บัตรนะ អូបាទបាទ บ่ายังจอกปีจะดานังเตอตรงหายจีใบบนระดับเมตรจีกำราทมอใบเกลียม បាទ ไอ้ในเลือกำรานังเมียนใส่เกยังเคยเมียนแต่สนามแต่ซอ បាទ บ่ายังบ้ากับนายมันเป็นอะไรเนี่ยยังบ้าคราบมันเคยจะซอนังบวนปรามจะซอได้ภายปันนี่ បាទ ยังพายจีกับอะไรนั่งกิดะเชื้อบ่ากิดะเชื้อเต้ดำใบใส่กี่ดำใบจองตูก តងទូក บ่าไปตูกมาđó cáiจองยังตั้งแต่วินนั่งกับมาจอบอกจออะไรยังเคยจังอันนี้จีสละสนามมวยได้ยังกระทำเมียนกาเพื่อดำนาตามกับอะไรหนึ่งแต่ก็ตามตุกแต่đó là ประสาทไม่บอลใบเพื่อบอลตัวไอ้ตามเนี่ยนอบไปในบอกกีนั่งบ่า បាទឥឡូវនេះយើងតកតទៅនឹងការជួសជុលវិញយើងឃើញថាបែកបាក់មែនទែនហើយគំនរដីនោះគឺត្រូវបានគ្របពីលើច្រើន บ่า បើយើងមើលឲ្យថារដ្ឋាភិបាលដោយលោកមានប្រសាសន៍មិញមានកម្មចដាច្រើនទៀតអាចថាកំណែនេះអាចថាប្រហែលថ្នាក់បាទនៅជាន់នៃមួយហើយមានចដាប្រហែលកម្មមកជាន់ บ่ายังเคยจะด่าเป็นเชิญใบกรรมนะยังผมคิดปีข้างนึงเคยมีข้างนี้มากรรมปีกรรมใบกรรมอันนี้ปรามกรรมของเลยนี่นะ បាទ ป้าข้างโขมเนาะจะบวนกรรมไม่เพิ่มปีมอใบเกรียมเติมปีมอใบเกรียมนะบ่า បាទអញ្ចឹងនេះជាចដាឡើងយើងមានចដាឡើង บ่าจะด่าเมียนปีเคลื่อนยังจะด่าข้างโขมลางปีตักมาน้ำมวยมาเคลื่อนมอใบเกรียมนี่ให้มาดอนนี่วีจอบเตอหนึ่งคืนบ่หาเรียนเรื่องกะกบาลนะวิเมียนมอเมียนกรรมจะดามาชวนลานตะเตียนอย่างนั้น ចឹងកន្លែងនេះគេក្រៅថ្មបាយក្រៀម កន្លែងនេះបើតាមការស្រាវជ្រាវយើងធ្វើកំណាយព្រោះការជួសជុលយើងបានធ្វើកំណាយបដាយើងឃើញមានស្លាកស្នាមថ្មបៃក្រៀមខ្លះដែរ បាទ ថ្មបៃក្រៀមនៅរាយប៉ាយអញ្ចឹងហើយពួកខ្ញុំទាំងអស់គ្នាដែលអ្នកមកទទួលកិច្ចការហ្នឹងយើងគិតថាកាលពីសម័យដែលកំពង់ទឹកនឹងនៅល្អនៅនេះគឺថាមានកម្រាលពេញអញ្ចឹងហើយក្រោយមកប្រហែលជាមានការយកខ្លះដើម្បីយកទៅធ្វើអីឧទាហរណ៍ដូចជាជ្រុងនៅកន្លែងនេះណាកន្លែងស្លាបអានេះយើងឃើញមានការធ្វើយើងមើលទឹកដៃណាមានថ្មភក់ថ្មបៃក្រៀមយកទៅរៀបទៅគឺថាអត់ស្អាតដូចសម័យនេះទេប្រហែលជាសម័យក្រោយអង្គរណាសតវត្សទី16 17 18ហ្នឹងឯងគេយកថ្មពីកន្លែងហ្នឹងទៅរៀបទៅជាខឿនអីហ្នឹងបត់ឡើងទៅលើចេះបាទហ្នឹងជាឧទាហរណ៍មួយជាផុសតាមួយបង្ហាញថាមានការរុះរើកែកុននៅសម័យក្រោយមកទៀត អូ បាទ បាទមានន័យថាមានអ្នកមកកែណា បាទហើយការជួសជុលរបស់យើងឡើងវិញនេះយើងបានតែរៀបខ្លះទេបាទយើងអត់ដាក់បៃក្រៀមមកដាក់ទៅវាថ្មីទាំងអស់ពេកណា បាទ អញ្ចឹងយើងអត់បានបំពេញទេយើងបំពេញនៅកន្លែងណាល្មមឲ្យក្នុងនេះប្រហែលយើងបុកដីតែម្ដងបាទយើងកំពុងតែបុកដូចយើងឃើញណាបាទ បាទនិយាយពីអាយុកាលនៃកន្លែងនេះគឺ
có cả tần nào đập bà rái rồi có giờ mày mày vô sao thơ rồi mày បាទការស្រាវជ្រាវរបស់ពួកខ្ញុំហ្នឹងខ្ញុំបានធ្វើការសន្និដ្ឋានជាដំបូងណា បាទ បាទការធ្វើកំណាយរបស់ខ្ញុំហ្នឹងខ្ញុំយល់ថាកំពង់ទឹកនេះហើយជាមានច្រើនដំណាក់កាលមិនមែនមានតែមួយដំណាក់កាលទេហើយដំណាក់កាលទី1ខ្ញុំគិតថាកើតជាមួយនឹងសម័យកាលនៃការចាប់ផ្ដើមកសាងបារាយណ៍នេះកសាងបារាយណ៍ហ្នឹងហើយបានគេធ្វើកំពង់ទឹកហ្នឹងវាអាចទំហំប៉ុណ្ណាយើងមិនដឹងទេបើពួកខ្ញុំធ្វើកំណាយផ្នែកខាងនោះយើងឃើញមានស្លាកស្នាមជាងខ្លះដែលការប្រើប្រាស់ថ្មហ្នឹងមានទំហំតូចថ្មបៃក្រៀមណាទំហំតូចបាទហើយសង់នៅលើអាជើងទំនប់ដែលគេបង្ហាប់ទំនប់សង់នៅលើនឹងតែម្ដង បាទ ក្រោយមកទៀតយើងមើលនេះថ្មនៅខាងមុខនោះផ្នែកខាងមុខហ្នឹងទំហំធំណា បាទបាទ ទំហំធំហើយប្រភេទថ្មបៃក្រៀមក៏មានលក្ខណៈខុសគ្នា បាទ អញ្ចឹងហើយខ្ញុំក៏ធ្វើការប្រៀបធៀបទៅនឹងប្រាសាទមេបុណ្យដោយសារប្រាសាទមេបុណ្យធ្វើអំពីថ្មបៃក្រៀមដែរ បាទ មើលថ្មបៃក្រៀមនៅមេបុណ្យហើយនឹងថ្មបៃក្រៀមនេះវាមានលក្ខណៈប្រហាក់ប្រហែលគ្នាសូម្បីតែទំហំក៏ប្រហាក់ប្រហែលគ្នា អូបាទបាទ អញ្ចឹងហើយបានខ្ញុំយល់ថាប្រហែលជាយើងមើលប្រវត្តិសាស្ត្រយើងពេលដែលមួយរយៈនោះព្រះរាជាជ័យវរ្ម័នទី4បានបដូររាជធានីពីអង្គរទៅកោះកេរបាទនៅក្នុងជាមួយបុត្ររបស់គាត់នឹងប្រហែលជា22ឆ្នាំ បាទ ហើយបានព្រះរាជាមួយអង្គទៀតរាជចន្ទ្រាវរ្ម័នទី2បានត្រឡប់ មកវិញ រាជធានីមកវិញហើយគាត់បានរើសគេហៅថាសង់អាប្រាសាទរាជរបស់គាត់ណា បាទ របស់ទ្រង់ហ្នឹងគឺប្រាសាទប្រែរូបនៅខាងជើងខាងត្បូងនៃទំនប់បារាយណ៍ហ្នឹង បាទ ហើយបានក្រោយមកគាត់សង់ប្រាសាទមេបុណ្យនៅកណ្ដាលមួយទៀតអញ្ចឹងយើងដឹងច្បាស់ថាប្រាសាទមេបុណ្យប្រាសាទប្រែរូបនៅក្នុងរាជស្ដេចព្រះរាជារាជចន្ទ្រាវរ្ម័នទី2បាទហើយដោយសារអាថ្មហ្នឹងយើងមើលទៅថ្មហ្នឹងមានទំហំមានរូបរាងអីស្តៀងហ្នឹង បាទ ហ៎ពីមុនប្រើថ្មតូចនេះប្រើថ្មធំអញ្ចឹងខ្ញុំគិតថាប្រហែលជាដំណាក់កាលនៅក្នុងរាជស្ដេចដែលកសាងប្រាសាទនៅកណ្ដាលហ្នឹងគាត់ជាអ្នកថែមបន្ថយមកអញ្ចឹងណាបាទហើយក្រោយមកទៀតខាងនេះបាទយើងមើលរចនាសម្ព័ន្ធធ្វើពីថ្មភក់ បាទ បាទយើងក៏ដឹងថានៅក្រោមហ្នឹងមានជាតម្រង់កាក់ក្បាតហ្នឹងហើយឬយើងមិនដឹងទេប៉ុន្តែអ្វីដែលយើងឃើញថ្មបៃក្រៀមដែលពីយើងឃើញសប្តាហ៍ថ្ងៃនេះបាទទំហំដូចខ្ញុំជម្រាបអញ្ចឹង56ម៉ែត្រគុណ56ម៉ែត្រលិចកើតជើងត្បូងហ្នឹងធ្វើអំពីថ្មភក់ហ្នឹងយើងសិក្សាទៅលើក្បាច់ប្រៀបធៀបមើលគឺថានៅក្នុងសិល្បៈនៃសម័យបាយ័ន អូ បាទអញ្ចឹងមានន័យថាបាយ័នយើងដឹងណាអាចជ័យវរ្ម័នទី7ហ្នឹង បាទ បាទនៅក្នុងរាជស្ដេចហ្នឹងហើយក្រៅពីក្បាច់ហ្នឹងយើងរកឃើញអីទៀតដែលយើងអាចសន្និដ្ឋានថានៅក្នុងសម័យហ្នឹងយើងឃើញមានតោមកគូនោះ បាទមានតោចាប់អារម្មណ៍ តោមកគូ បាទបាទ តោមកគូនេះតោមួយនៅខាងជើងនេះបារាំងបានធ្វើការជួសជុលលើកដាក់អីសំត្រូវណាបានក្រោយមកសម័យយើងសង្គ្រាមស៊ីវិលក៏មានគេលួចកាត់ក្បាលតោហ្នឹងបាត់ទៅហើយរលំអីចឹងទៅណាហើយតោខាងនេះនៅក្នុងរណ្ដៅកំណាយបារាំងអត់បានឃើញទេហើយពួកខ្ញុំធ្វើកំណាយបានលើកមកហើយយើង កប់ក្នុងកំណាយ កប់នៅក្នុងកំណាយជ្រុងខាងនេះ បាទ មានធ្លាក់ទៅណាហើយដល់យើងសិក្សាអ្នកសិល្បៈគេសិក្សាប្រៀបធៀបទៅតោនេះគឺស្ថិតនៅក្នុងសម័យបាយ័នដែរ បាទ រូបរាងស្អីស្រៀងគ្នាហើយនៅក្រោមជើងតោនោះផ្ងាឡើងទៅមានអក្សរចរិតមកបន្ទាត់ អូ បាទសាលាចរិតហ្នឹងនិយាយមិនតាក់ទងនឹងតោហ្នឹងទេនិយាយពីរឿងលឹងនិយាយអំពីស្អីណាផ្សេងមិនតិចហ្នឹងណាប៉ុន្តែអ្នកជំនាញខាងអក្សរបុរាណហ្នឹងគេមើលទៅរូបរាងអក្សរហ្នឹងគឺស្ថិតនៅក្នុងសម័យសតវត្សទី12 13នៅក្នុងសម័យបាយ័នហ្នឹងដែរ បាទយន់ ចឹងយើងឃើញអក្សរចរិតមានតោមានក្បាច់ដែលស្ថិតនៅលើថ្មភក់នេះគឺស្ថិតនៅក្នុងសម័យបាយ័នអញ្ចឹងជាដំណាក់កាលទី3នៅក្នុងរាជស្ដេចសតវត្សទី12 13គាត់មកកែគាត់ថែមថយអីចឹងណាបាទហើយបានក្រោយមកទៀតវាអត់ចាប់ប៉ុណ្្នឹងទេ បាទ ក្រោយមកទៀតហ្នឹងយើងឃើញមានស្អីគេដូចខ្ញុំជម្រាបមិញនៅស្លាប នេះស្លាប់ខាងនេះ ស្លាប់ខាងត្បូងនេះបន្តិចណាមានការរៀបចំខឿនដោយយកថ្មពីកន្លែងនឹងខ្លះរៀបចំជាខឿនបត់ឡើងទៅហើយមានស្អីទៀតយើងឃើញមានរូបពុទ្ធមួយអង្គ បាទឃើញមាន បាទរូបពុទ្ធមួយអង្គណាយើងដឹងហើយពុទ្ធហើយជាសម័យក្រោយមកទៀតណាសម័យកណ្ដាលសម័យក្រោយអង្គរហ្នឹងគេបានកែកុនកន្លែងហ្នឹងទៅជាស្អីមួយណាអាចទៅជាកន្លែងពុទ្ធសាសនាឬស្អីយ៉ាងហើយមានអីទៀតកែពីហ្នឹងដើរមើលជុំវិញហ្នឹងសិតតែក្បឿង អូ បាទមានក្បឿងមានអីហើយក្បឿងហ្នឹងខ្ញុំបានទៅជែកជាមួយអ្នកជំនាញការគេមួយចំនួនដែលគេស្រាវជ្រាវគេគិតថាក្បឿងដែលឃើញនៅកន្លែងហ្នឹងភាគច្រើនគឺថាស្ថិតនៅចុងសម័យអង្គរ
អូ បាទក្នុងសតវត្សចុង13ដើម14នេះ បាទ ណាយ៉ាងសរុបមកមានន័យថាកំពង់ទឹកកន្លែងនេះមានការវិវត្តមិនដាច់ទេតាំងពីការកកើតបរាយមកមានកំពង់ទឹកក្រោយមកស្ដាច់ដែលត្រឡប់ពីកោះកេរហ្នឹងក៏អាចថែមថយទៅក្រោយមកទៅសម័យជ័យវរ្ម័នទី7ទី8ហ្នឹងអាចក៏ថែមថ្មភក់នេះយ៉ាងទៅណាបាទហើយដល់សម័យក្រោយអង្គរទៀតក៏មានការប្រើប្រាស់កន្លែងហ្នឹងដែរបាទបាទ បាទខ្ញុំមានសំណួរមួយថាដូចជាសំណួរដែលឆត់ចុះហេតុអីបានជាអប្សរាមើលលើកតម្លៃនៅកន្លែងនេះឡើងវិញបាទ ជាកម្រងមួយដែលរួមណាមានន័យថាអាជ្ញាធរអប្សរាហ្នឹងគឺថាលើកតម្លៃនៅគេហៅថាផ្លូវជ័យឬខ្លងទ្វារជ័យហ្នឹងណាអញ្ចឹងហេដ្ឋារចនាសម្ព័ន្ធសំណង់បុរាណទាំងអស់នៅតាមដងផ្លូវហ្នឹងឬនៅលើអផ្លូវហ្នឹងយើងត្រូវតែធ្វើការលើកតម្លៃឲ្យវាមានគេហៅថាសមរម្យឡើងដូចសម័យបុរាណឡើងវិញណាព្រោះផ្លូវនេះសំខាន់ណាស់យើងគិតមើលយើងគិតមើលសូម្បីតែពាក្យក៏គេដាក់យ៉ាងម៉េចផ្លូវជ័យខ្លងទ្វារជ័យអីចឹងណាព្រោះស្ថិតនៅចំព្រះបរមរាជវាំងអញ្ចឹងយើងទុកចោលទុកអីក៏វាមិនសមរម្យដែរយើងកូនចៅចំនួនក្រោយបើយើងមានឱកាសយើងមានថវិកាយើងមានសមត្ថភាពលទ្ធភាពយើងត្រូវតែធ្វើកិច្ចការនឹងលើកតម្លៃឲ្យវាបានល្អប្រសើរទី1វាសមរម្យណាវាស្អាតវិបាកទី2ស្អីគេគឺរឿងទេសចរដើម្បីបើកឲ្យភ្ញៀវទេសចរមកបានស្វែងយល់កន្លែងហ្នឹងជាស្អីគេណាដូចបើលោកសួរខ្ញុំមិញហ្នឹងកន្លែងនេះមកដល់ឃើញនេះឃើញចោះណាបើសិនជាយើងអត់បើកផ្លូវយើងអត់មានធ្វើអីនៅតែអត់ដឹងណាដឹងកន្លែងហ្នឹងជាស្អីគេណាបាទអញ្ចឹងហើយបានជាកម្រងហ្នឹងជាកម្រងមួយទូចនៅក្នុងកម្រងធំអញ្ចឹងបើយើងដើរពីខ្លោងទ្វារជ័យមកយើងឃើញសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាកំពុងធ្វើការស្រាវជ្រាវជួសជុលនៅស្ពានហ្នឹងណាស្ពានហាលមួយដែលចូលអង្គរធំតាមខ្លងទ្វារខាងកើតពីជ័យហ្នឹងណាយើងបានធ្វើការសិក្សាបុរាណជាយល់ពីតម្លៃប្រវត្តិសាស្ត្រហើយមួយទៀតកំពុងតែសិក្សាហើយនឹងស្វែងរកថវិកាដើម្បីធ្វើការជួសជុលយកប្រកេះប្រសេសារបស់ទេវតារបស់អសុរៈដែលខ្លះនៅក្នុងឃ្លាំងខ្លះនៅស្រុកនេះស្រុកនោះប្រមូលយកវិញថ្ងៃក្រោយទៅយកមកដាក់ដើម្បីឲ្យវាមានតម្លៃដូចកាលពីសម័យបុរាណវិញបាទអញ្ចឹងកម្រងនេះវាស្ថិតនៅក្នុងហ្នឹងណាស្ថិតនៅក្នុងកម្រងធំមួយរបស់ជាតិអាជ្ញាធរជាតិអប្សរាយ៉ាងនេះបាទយើងឃើញដោយសារឃើញបាច់បាក់ច្រើនតើគម្រោងនេះគ្រោងនឹងចំណាយរយៈពេលប្រហែលនៃការជួសជុលបាទដោយសារឃើញបាច់បាក់ខ្លាំងបាទគម្រោងនេះតាមអ្នកជំនាញការដែលទទួលខុសត្រូវទាំងអស់គ្នាក្រុមនឹងយើងបានវាយតម្លៃថាយើងត្រូវប្រើពេល3ឆ្នាំ3ឆ្នាំហើយនេះជាឆ្នាំទី1ឆ្នាំទី1យើងធ្វើតែខាងថ្នាក់ខាងក្រោមនេះណាខឿនថ្មបៃក្រៀមនេះដែលទទឹងមានបណ្ដោយទទឹង13ម៉ែត្រគុណ9ម៉ែត្រតែប៉ុណ្្នឹងទេហើយបូកនឹងថ្មភក់នេះបន្តិចហើយអធិរាសខាងលើនេះជារាងកាក់ក្បានយើងត្រូវចំណាយពេល2ឆ្នាំទៀតបាទដើម្បីធ្វើឲ្យហើយបាទអញ្ចឹងនៅពេលដែលរួចរាល់ទៅយើងអាចលើកតម្លៃត្រង់ភ្លឹងពីព្រះបរមរាជវាំងមកដល់កំពង់ផែនេះតែម្ដងហ្នឹងហើយត្រង់ភ្លឹងមកដល់អាចភ្ញៀវទេសចរមកហើយមួយទៀតអាជ្ញាធរអប្សរាកំពុងតែរៀបចំគេហៅថាផ្លូវទស្សនាណាសម្រាប់អ្នកដែលចូលចិត្តដើរថ្មើរជើងឬជិះកង់អីហ្នឹងគឺថាព្រោះកន្លែងនេះមកអញ្ចឹងមានប្រាសាទដូចថាមិញមានប្រាសាទដូនម៉ៅនេះកំពង់ទឹកហើយលើទំនប់នេះលើទំនប់ណាយើងនឹងសម្អាតព្រៃហ្នឹងទៅដល់ប្រាសាទតន័យអូទៅដល់តន័យបាទតន័យតែប្រហែល100ម៉ែត្រទៅទៀតយើងនឹងទៅដល់ហ្នឹងថ្ងៃក្រោយនឹងមានសិក្វីអញ្ចឹងមានវងទស្សនាមកចេញពីតកៅមកមើលប្រាសាទស្អីគេដូនម៉ៅមិញហើយដើរមកមើលកំពង់ទឹកណាបាទកំពង់ទឹកហ្នឹងថ្ងៃក្រោយគឺថាកន្លែងនេះមានទឹកមានអីខាងយើងបញ្ចូលទឹកឡើងវិញទៅហើយបានចង់បន្តដំណើរទៅប្រាសាទតន័យដើរតាមនេះទៅហើយមុខប្រាសាទតន័យហ្នឹងក៏មានកំពង់ទឹកមួយទៀតដែរបាទមានកំពង់ទឹកមួយដែរប៉ុន្តែអត់ស្អាតអត់ល្អអត់នៅរូបរាងអញ្ចឹងទេវាខូចខាតសឹករិចរិលអីអស់អញ្ចឹងណាបាទធ្វើពីថ្មបៃក្រៀមបាទខ្ញុំមានប៉ុណ្ណឹងទេខ្ញុំសូមអរគុណមែនទែនផ្ដល់បទសម្ភាសន៍យ៉ាងក្បោះក្បាយអរគុណសូមជូនពរសុខសប្បាយអរគុណ